បានហ្វូតមួយជើងបងប្អូនយកពីផ្ទះម៉ាមីស៊ីហ្វូតហើយបងនេះថ្លៃដឹកបាន8,300យកទៅខាងផ្លូវទំនប់កប់ស្រូវបុរីវីរៈភាពគុករកាម៉ោង8:43នាទីគឺនៅមុខផ្លូវធនាគារជាតិកំពុងតែធ្វើដំណើរឆ្ពោះទៅខាងគុករកាគាត់ណានោះគឺដៃអូន2នៅសែនសុខឥឡូវខ្ញុំកំពុងតែនៅលើផ្លូវសម្ដេចជាស៊ីមបងប្អូននៅសល់ច្រើនគីឡូដែរបានទៅដល់អញ្ចឹងបងនេះគឺនៅសល់6គីឡូចុច3ទៀតបានដល់ទីតាំងបងប្អូនតែខ្ញុំទៅនឹងចេញពីផ្ទះម៉ាមីដែរទេឥឡូវខ្ញុំបានមកដល់ផ្លូវក្រាំងក្នុងនៅមុខវត្តក្រាំងក្នុងហើយបងប្អូនដល់ជាឡាយជាស៊ីមទុកបានៅសល់តែ200ម៉ែត្រជាងទៀតដល់ទីតាំងភ្ញៀវបងប្អូនតំណែងនេះខ្ញុំពីផ្លូវកាត់ពីផ្លូវក្នុងអញ្ចឹងផ្លូវក្នុងវារៀងងឹតបន្តិចអូចាក់សោបាត់ទេអូមនេះទៅចូលពីខាងមុខមែនអូមអូអរគុណច្រើនចុះបងប្អូនអើយឃើញ map គេវាស់ឲ្យចូលតាមផ្លូវក្រោយអញ្ចឹងយើងជិះតាម map ជាពិសេសពិបាកមែនបងប្អូននៅពេលដែលយើងជិះមកកាត់ផ្លូវឬក៏តំបន់ដែលយើងកម្រមកយប់ឡើងគឺអត់ដឹងភូមិសាស្ត្របណ្ដោយឥឡូវពីក្រោយគេបិទលបងអញ្ចឹងឥឡូវវៀងដែរមកជុំទីតាំងភ្ញៀវឲ្យបងប្អូនចូលដល់ក្នុងបរិយាហើយឥឡូវត្រឡប់ទៅវិញហើយបងប្អូនហើយមួយជើងនេះដាច់លុយទៀតឥឡូវជាប់បាន Pasta Grab Pay Pasta Corner នៅមុខវត្តជុំបងប្អូនហើយបងនេះយកទៅចម្ងាយ2គីឡូដីបានថ្លៃតាម3,200ដែរយកឡើងទៅផ្លូវបេតុងនៅក្រាំងក្នុងដែរតែបរិយាគេទេគឺអត់ស្គាល់មើលអត់ឃើញអញ្ចឹងមានរជីតាមតែហើយអញ្ចឹងគឺមកដល់ទីតាំងរបស់ភ្ញៀវហើយបងប្អូនHello. What is your name? Ezra. Please again. Huh? What is your name? Cassis, yeah. Yeah. Thank you. Enjoy your meal. Thank you. មិញតែខំអើយបងប្អូនដាក់ម្ហូបឲ្យភ្ញៀវហើយជាប់ Express មកហើយ Express ហ្នឹងយកទៅខាងផ្សារព្រៃទាទៀតថាអូសំណាងអីក៏សំណាងម៉េះមកដល់ទីតាំងភ្ញៀវទម្លាក់ម្ហូប Pasta ជូនភ្ញៀវតំតាក់ទៅភ្ញៀវភ្លេងខាង Express នោះខលមកដែរអត់បានលើកគាត់ចេញគាត់សេបាទសេបាទឥឡូវមកបែកខាងនេះផ្លូវចឹងបងប្អូនហើយក៏ឡានអីក៏ឡានទឹកដីធំដែរឥឡូវនេះគឺជិះមកដល់
ផ្លូវរថភ្លើងហើយមកមកទៅព្រៃទាស្ដាយបងមិញបងប្អូនដោយសារអាពេលជាប់ពងភ្លាមមកគាត់ខមក express ហ្នឹងគឺខ្ញុំកំពុងតែជាប់ខទៅញៀវដែលកំងប៉ាស្តាដើម្បីឲ្យគាត់ចូលមកទទួលអាហារដល់ពេលចឹងទៅខ្ញុំមិនត្រូវចូលចបិទគាត់តែជាញៀវដែល Booking Express ហ្នឹងគាត់តែចុចបិទគាត់អត់បាននេះបងលេងគាត់ផ្ដាច់បងបានពេលខ្លះពិបាកយល់ដែរញៀវគាត់តែជាប់ភ្លាមគាត់ខមកភ្លាមឬក៏ខមកបទឿនឲ្យទៅយកលីទៀតធ្លាប់មានបងប្អូនគាត់តែជាប់បានកន្លះនាទីបងខមកបងម៉ែយល់មិនអត់ឃើញបងឯងកម្ដៅចេញពីកន្លែងហ្នឹងចឹងចូលខ្ញុំថាទៅវិញបងខ្ញុំទៅជួបបងឯងអត់ទៅបានកន្លះនាទីទេបងខ្ញុំទៅឡើងម៉ូតូជិះចេញទៅហើយដល់ពេលបងឯងខមកអាចចឹងបាទចំគូខ្លះស្មាតទៅតបគាត់ដែរបងដែរតបឲ្យគាត់យល់មិនតបទៅដោយកំប្រោទេបងប្អូនស្គាល់នេះផ្លូវមកតង់គួរឡើងទៅចំផ្សារទំនើបឬក៏បារីទីបងហើយមានលបងនេះឆ្លោះមានការតវ៉ានៅលើបណ្ដាញសង្គមខ្លះដែរហើយផ្លូវនោះស្អាតណាស់ហើយសំខាន់មានដាក់ភ្លើងល្អទៀតអូទីមកយប់មកអែមពីមុនស្ងាត់ចយមកក៏បីតាបន្លាយលូនេះស្អាតឡើងស្អាតអត់មានសម្រាមអត់មានអីទៅគឺទឹកហូរស្អាតក្រោមកាត់ដែកតុលាការមុខដែកអភិបាលរងខាងពូតាន់ជ័យគឺអភិបាលលីដាគាត់ធ្វើស្អីលីដាខ្ញុំភ្លេចបាត់ហើយនេះហើយគឺឡើងមកដល់បរិយាកាសមកតាមឯទីឲ្យបងប្អូន